បងប្អូនគ្រាន់តែចំណាយពេលវេលាត្រឹមតែ2នាទីមើលពីរបៀបកែច្នៃពុម្ពឥដ្ឋនេះគឺថាសន្សំសំចៃលុយបើបងប្អូនអាចធ្វើបានគឺថាកាត់បន្ថយការចំណាយច្រើនមែនតើហើយវាងាយស្រួលក្នុងការយើងធ្វើហើយយើងមិនពិបាកទៅទិញគេដឹកឡានដឹកអីនាំពិបាកទេយើងធ្វើខ្លួនឯងច្នៃខ្លួនឯងនៅផ្ទះខ្លួនឯងយើងអាចរៀបជញ្ជាំងផ្ទះក៏បានរៀបលបងក៏បានគឺថាចំណេញលុយច្រើនមែនតើយើងអាចមើលបានធ្វើទាំងអស់គ្នាបានបងប្អូនគ្រាន់តែមើលវីដេអូហ្នឹងពីមួយដំណាក់កាលទៅមួយដំណាក់កាលទៅគឺថាទៅពិសេសមែនតើគឺថាហើយការធ្វើពុម្ពឥដ្ឋហ្នឹងអត់មានអីក្បូរក្បាច់ច្រើនទេគ្រាន់តែមានឈើនៃគណៈ4 5ផ្ទះមកខ្លីៗហ្នឹងយកមកកាត់តម្រឹមប្រវែងដាក់ម៉ែត្រគេដាក់វាស់ឲ្យយើងមើលហ្នឹងទៅហើយយើងមានដាក់បាតដាក់អីទ្រាប់ទៅពិសេសត្រង់ថាឥដ្ឋហ្នឹងអត់ប្របាក់រៀបអីញ៉ៃញ៉ៃច្រើនទេបងប្អូនគ្រាន់តែអ្នកអត់ចេះរៀបឥដ្ឋហ្នឹងក៏យកទៅរៀបបានដែរគ្រាន់តែយកទៅលើកបពាក់គឺថារួចជាការស្រេចហើយបងប្អូនអាចមើលវីដេអូនឹងដល់ចប់ពីចំណុចពីដើមទីរហូតដល់ចប់យើងមកធ្វើទាំងអស់គ្នាយើងកាត់បន្ថយការចំណាយរបស់យើងទាំងអស់គ្នាហើយឥឡូវពុំហ្នឹងគាត់បានធ្វើរួចរាល់ហើយចាំមើលទាំងអស់គ្នាគាត់ថាគាត់ធ្វើរួចរាល់តែគាត់ធ្វើមិនទៀតបន្ទាប់ហើយបន្តមកទៀតគាត់ចាប់ផ្ដើមលាយស្មង់យើងឲ្យវាជាមួយខ្សាច់ហ្នឹងឲ្យវាសព្វល្អមកដាក់ចូលពុម្ពឥដ្ឋទៅហើយយើងគោះវាណែនបុកវាអាហាប់ចឹងទៅដើម្បីឲ្យវាឥដ្ឋយើងហ្នឹងវាតាន់ល្អតោះមកឥឡូវគាត់បានចាក់ចូលពុម្ពហើយគាត់បានដកចេញហើយមើលទៅស្រស់ស្អាតមែនតើដល់ពេលធ្វើរួចហ្នឹងហើយវីដេអូហ្នឹងអត់មានអីច្រើនទេបងប្អូនមើលទៅមើលពីមតនការទៅមតនការទៅហើយបើវីដេអូហ្នឹងមានប្រយោជន៍សម្រាប់បងប្អូនជួយ share ចែកម្លែកឲ្យបងប្អូនយើងក្រោយទៀតគាត់បន្តមិនឃើញតែគាត់ឃើញផងកុំកំណាញ់អីគ្រាន់តែ share ចុច share មួយហ្នឹងហើយដើម្បីតាមដានវីដេអូថ្មីៗសូមបងប្អូនជួយ follow page ម្នាក់មួយផងអរគុណច្រើនបងប្អូនជម្រាបលាសុខសប្បាយសំណាងល្អទាំងអស់គ្នា